ក្រមួយគឺក្រកើតមកជាមនុស្សសត្វលោកស្រីប្រងរស់ក្នុងលោកកាកុសលវិបាកជាផលទេណាមនុស្សឬទេវតាក្រក្រៃបានកើតក្រពីរគឺក្រសមាទិដ្ឋិសត្វលោកច្រើនធ្លាក់ដោយសារក្រនេះទុកទោសជាច្រើនស្អិតជាប់កេលេសមិច្ឆាទិដ្ឋិគឺជារឿងកុលក្រទី3គឺក្រដល់ក្រៃក្រាំងក្រនឹងបានត្រាំងជាព្រះសម្ពុទ្ធជាសព្វញ្ញូតញាណជាសព្វញ្ញូពុទ្ធវិសាថ្លៃផុតលឹងលើលោកីរីក្រទី4ជួននឹងទី3ក្រជួព្រះចិនស្រីជាព្រះពុទ្ធក្រនេះសែនក្រជាទីបំផុតព្រោះព្រះសម្ពុទ្ធមិនងាយត្រាស់ដឹងក្រទី5ចាំឲ្យប្រកាសច្បាស់ក្រជុំធัวណាំងលោកម្ចាំងថ្លៃអើយក្រនេះជាក្រមិនងាយរកឡើយបានជួបព្រះធម៌ហើយត្រូវរូតរាំងក្រទី6គឺក្រយ៉ាងអន់លងក្រជួបព្រះសង្ឃជាព្រះសាវកលោកជាស្រែបុណ្យដ៏ត្រជាក់ថែមទាំងជាអ្នកលើកទង់សាសនាក្រទី7គឺក្រយ៉ាងអនេកក្រមានសង្វេគក្នុងសង្សារវដ្តក្រនេះព្រុងតែគ្មានចិត្តអំណត់រៀនធម៌ស្ដាប់កត់ឲ្យបានយល់ដឹង
ក្រទី8មានន័យខ្លាំងណាស់ញាតិញោមចាំងនៅផ្ទាំងពីងចាជីវភាពរុងនៅដំរើយ៉ាងណាបើមានបញ្ញានោះហើយជាធម៌ក្រទី9គឺក្រមានកំណើតក្រនឹងបានកើតជាព្រះរាជាអំពើជាពូជនៅក្នុងផលធាព្រោះអីកម្មវិជាអ្នកវិចិត្រក្រទី10គឺជាក្រពិតក្រជួបបណ្ឌិតជាអ្នកមានបុណ្យមកប្រងទេសនាមហាទីគុណបុណ្យនោះច្រើនណាស់ព្រះគុណម្ចាស់ថ្លៃក្រទី11ក្រសែនអានន្ទក្របានដឹងគុណមេត្តាបិតាក្រនេះច្រើនធ្លាក់មានទុកខ្លោចផ្សាព្រោះបុត្រធីតាមិនដឹងគុណព្រះក្រទី12ក្រដអភ័ព្វក្រមាំងក្រទ្រព្យក្រជាប់ទាយាទព្រះរតនត្រ័យព្រះមានព្រះភ័ក្ត្រហើយបានជាអ្នករក្សាមរតកក្រទី13ក្រនៃសែនក្រាំងក្រជុបប្រទាំងព្រះបច្ចេកពុទ្ធក្រជូប្រទាំងព្រះបច្ចេកពុទ្ធក្របានថ្វាយទានមានប្រយោជន៍ខ្ពស់ស្រែនោះព្រោះទៅស្រូវពិតកើតផលក្រដល់ទី4ក្រដល់មហិមាក្រមានសទ្ធាក្នុងពុទ្ធសាសនាធ្វើបុណ្យដាក់ទានតាមព្រះសាស្តាមញ្ញអ្នកចេតនាដោយការគោរពក្រទី15ក្រកំរមានកុសលថ្នាក់ទាន
ថ្នាក់សិលមេត្តាចម្រើនសត្វតែងវិញបាំងសនានៅគ្រប់អេរិយាបទទាំង4